រាល់បញ្ហានិងព័ត៌មានដែលអវិជ្ជមាននៅលើបណ្ដាញសង្គមយើងសពថ្ងៃនេះវាគឺជាសារព្រមានដ៏ច្បាស់មួយដែលយើងអត់ចាំបាច់តតែជួបខ្លួនឯងទើបយើងជឿនឹងទេជាពិសេសគឺឥទ្ធិពលនៃការខ្សែគប់នឹងឯងយើងអាចមានការងារធ្វើយើងអាចបាត់បង់ការងារយើងអាចខ្លាចទៅជាសិស្សបកាយយើងអាចខ្លាចទៅជាសិស្សខ្សោយយើងអាចខ្លាចទៅជាបុគ្គលដែលមានប្រយោជន៍នៅក្នុងសង្គមឬក៏យើងខ្លាចទៅជាជនពាលក្មេងបានសង្គមក៏ដោយសារតែការរាប់អាននឹងដែរពីព្រោះមនុស្សដែលយើងខ្សែគប់សពថ្ងៃនេះអាចធ្វើឲ្យយើងផ្លាស់ប្ដូរអនាគតផ្លាស់ប្ដូរការគិតផ្លាស់ប្ដូរទម្លាប់បានដោយមិនដឹងខ្លួននៅពេលដែលយើងចង់ណែនាំនរណាម្នាក់ឲ្យគាត់ផ្ដោតសំខាន់ទៅលើការរាប់អានឬក៏ឲ្យគាត់ប្រយ័ត្នប្រយែងជាមួយនឹងតំណែងមួយនឹងមិនថាតំណែងស្នេហាតំណែងមិត្តភាពឬមួយក៏ក្នុងន័យបែបណាទេយើងតែងតែឮពាក្យដែលគាត់និយាយថាឲ្យតែយើងល្អចង់គេអាក្រក់មិនក៏វាប៉ះពាល់ដល់យើងដែរប៉ុន្តែនៅពេលដែលយើងជាមនុស្សដែលចិត្តអត់ដាច់ហើយបុគ្គលដែលយើងរាប់អានបុគ្គលដែលយើងស្រឡាញ់គឺជាមនុស្សដែលចិត្តដាច់សម័យចេញមើលតើវានឹងមានលទ្ធផលបែបណានេះគឺជាសារដាស់តឿនមួយចេញពីខ្ញុំដែលជាយុវជនទៅកាន់យុវជនក៏ដូចជាសិស្សនិស្សិតយើងនៅចិត្តមនុស្សដែលមានការងារធ្វើមិនយូរមិនឆាប់គេក៏នឹងហៅយើងទៅសម្ភាសការងារនៅកន្លែងគេដូចគ្នាយើងនៅក្បែរអ្នកដែលមិនរៀនសូត្រមនុស្សដែលលេងហ្គេមយើងក៏អាចខ្លាចទៅជាមនុស្សដែលកិច្ចសាលាហើយដូចទៅលេងហ្គេមដូចគ្នាសរុបជ្រុំមកវិញការសេពគប់វាគឺជាកត្តាដ៏ធំបំផុតមួយដែរនៅក្នុងអនាគតរបស់យើងឬក៏ភាពរីកចម្រើននៅការផ្លាស់ប្ដូរនៃជីវិតរបស់យើងហេតុនេះសូមប្រយ័ត្នប្រយែងបន្តិចចំពោះការសេពគប់របស់អ្នកទាំងអស់គ្នា